Tẹt Tẹt Đấy mà sao vào cái ơi con hoài mong bông còn lại nó bông còn lại nó bông này đương từ bôngยังไม่ได้บองบองแล้วเรามาติ้งมาลอยบ้าเราไปให้เก่งมันสกอร์มงกุฎหนาเกเต้ตอนทุกคนแบบมันแหนดูสบังอ่ะมวยบางลานรอเราเรียนสบังให้เพียงมาไว้ทุกไว้ลานน้องปึ้งบางลานน้องผีมกน้องมองบ้าต้องยกได้แค่อย่างไม่อย่างนั้นกิจกรรมคนนี้ยกไปได้ใจไปได้เพียงมาบ้าเพียงน้องผีหัวจะลามาไอ้ไปได้เพียงมาบ้าเพียงทำเพียงเพียงมาปนเพียงไอ้เอ้พี่จะมาได้ไงได้จะไปให้เพียงมาเพียงมาไม่ได้ปวดแต่เตี้ยน้องเหรอพี่ต้องมาเรียนมายังก็เก่งสั่นยาปวดแต่เตี้ยน้องวันนั้นพี่จับจูจะลามาลาไงพี่ไม่ปวดพี่น้องพี่ตายพี่ไอ้น้องก็มาเรียนน้องไอ้น้องนั่นจะมาดันสั่นได้ไม่ได้ไม่ได้ไม่บางร้านเป็นบุกบองมองไงไม่เคยแกก็รู้เรียนเป็นบางร้านมาบุกน้องมองพี่จับที่บอกน้องก็ที่ว่าไอ้น้องจังเก่งมาเก่งจับแล้วก็ไปอยู่ไปยังไงปกปไอ้ประชาชนเนี่ยปปกให้แบบเราบองกับเพย์นะสมัยตะกี้มาลอยบองกับเพย์น้องมีกันไหมพี่บกร้านอยู่หลังก็แต่อะไรบองอะไรมอดาเพียบดังบองดาเพียบดังนะบ้าอันนี้อันนี้หึงนะแปะปอนหึงแปะตรงคือยังไม่จะมาเลยยังอัดดังดิบ้าอันได้แปะปอนเนี่ยแปะเปิดบุกอันนี้บุกแก้วเวียนเต้ยังชมด้วยหนูเต้จำใจหมดพี่เพียงใจมาเพียงมาจัดประกันตะแกชมมาได้เพียงเพียงมาผมเพียงแค่มาได้เพียงหล่อเต้มาได้เพียงหล่อมาได้ดังน้องเพียงแค่ได้ยังอัดจำอะไรดิอันนี้มันจำตัวมึงจำอะไรดินะอยากโดนจุ่มน้ำได้แก่แต่ดังเลยให้แต่แกเป็นแบบคนเมียนต้นให้กับบ้านเพื่อนเป็นสัญญาบรรจับตำแหน่งตำนองตะกองแต่กอดnơi tại máu ta mà rồi nhái nó cùng riêng cùng hai là hột bắt mà chán nó lại nơi té nội tăng tùy mau cùng vui cả lá là nghịch hai bà sân chị ăn ai lơi quạt tia té cứ quạt cùng riêng đốt té nhóm đốt lan nhóm rai sang cua sang nhóm tầng trăm thằng này bông quạt 100 lan nó trăm thằng này trăm nó lại thằng nó cho té nhóm năng mỏng cứ quạt khom trăm mờ thà ta cua sang nhóm năng miên thơ tầng lá tăng thơ nó cứ quạt trăm tam là hột hai quạt tăng hay cứ quạt cùng riêng cùng hai cứ chụp đốt tia lơi là hột cho bé con cả này càng lớn cứ đời xaแต่ก้อนนั่งเมียนแปะก้อนchỉ môi nằm đây hàng nào đấy bong ai bị chặt gìก้อนแปะก้อนchỉ môi nằm đây nhom bàยังโจลบองยังcho con bị chạm con nè bông mềnไม่เอาทำมันทำđây bong chỉ yếm bongแผลก้อนเจ็บมวยเจ็บปีđó bong ញោមអត់ដងថាតអ្នកតំណងគាត់បែបណាអញ្ចឹងខ្ញុំទៅតាមផ្លូវច្បាប់ថាកើតអ្នកតំណងគាត់ស៊ីជំរឿបែបណាព្រោះអីខ្ញុំនឹងក្រុមគ្រួសារគឺខ្ញុំបានដងហើយក៏បានបញ្ចប់រឿងច្រើនឆ្នាំហើយបាទបងបាទនេះរថយន្តដែលត្រូវបានរថយន្ត Ford ខាងលើមួយគ្រឿងមិញគឺត្រូវបានបើកបំពុកពីខាងក្រោយពេលមកទូទៅជនបាននេះបើកទៅនេះបុកអូកង់3មួយទៀតបាននេះប្រិមិត្តទូទៅជនហើយខ្ញុំឃើញឡានព្រុសមួយហើយ Ford ពណ៌សមួយមកបុកឡានព្រុសនឹងយកមកបាននេះដល់ Ford ហ្នឹងគឺដេញបុកលើឡានបាទលន់ទ្រូងខ្ញុំចេញមកមើលក៏ឃើញគាត់ដេញវៃរត់ចូលតូបអូដេញវៃបងស្រីម្នាក់ហ្នឹងរត់ចូលតូបហ្នឹងបាទតែខ្ញុំដឹងអ្នកដេញវៃហ្នឹងគឺមានស្រីម្នាក់ប្រុសម្នាក់ស្រីប្រុសម្នាក់ស្រី2នាក់អូមានស្រី2នាក់ប្រុសម្នាក់បាទកាន់ដបងមួយកាន់ដបងដេញវៃគាត់មកបោកស្រីអាវលឿងហ្នឹងណាមួយទៀតកាន់ដុំរៀងខ្មៅតែមិនដឹងខ្លាំងហ្នឹងមិញហ្នឹងពកក្បាលគាត់ហ្នឹងពកក្បាលនេះបាទបញ្ហាឈឺសន្លាក់បញ្ហាក្រពះពោះវៀនគេងមិនសូវលូខ្សោយកម្លាំងឈឺក្បាលរ៉ាំរ៉ៃនិងអាការៈជំងឺជាច្រើនទៀតសូមណែនាំបងប្អូនពិសាទឹកយិនសិនម៉ាក់អ៊ីជាទឹកយិនសិនដែលមានប្រសិទ្ធភាពល្អកំពុងពេញនិយមសម្រាប់បងប្អូនខ្មែរបាទគ្រប់ជម្រាបសួរទៅកាន់ប្រិមត្តទូទាំងជនជាទីគោរពក្នុងគណៈវេលាយប់ម៉ោង11ត្រូវនឹងថ្ងៃទី1ខែឧសភាឆ្នាំ2025ខ្ញុំបាទទេពុនរួមនឹងក្រុមការងាររបស់ TP News កំពុងតែធ្វើសក្តីរាយការណ៍ដែលស្ថិតនៅនឹងក្បែរផ្សារសំណង់12ទៅក្នុងសង្កាត់ទឹកឡកទី3ខណ្ឌទូកោគ្រីធានីភ្នំពេញគឺយើងទទួលបានករណីដោយភាគីខាងប្រពន្ធដើមបាទគឺបានបើករថយន្តបាទគឺបំបុកដេញបំបុកទៅលើរថយន្តស្រីស្នេហ៍របស់ប្តីហ្នឹងគឺពីខាងក្រោយយ៉ាងពេញទំហឹងបាទរួចហើយក៏បានចុះដេញវៃទៅលើស្ត្រីខាងលើដែលបើកបររថយន្តព្រុសខាងលើនេះដែលក៏ត្រូវបានចោទប្រកាន់ថាគឺបានព្យាយាមនៅក្នុងការតាក់ទងជាមួយនឹងប្តីរបស់គាត់ប្រិមិត្ត
ដែលបង្កមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងតែម្ដងយោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុតលបានបញ្ជាក់ថាគេឃើញមានរថយន្ត Ford ស៊េរីទំនើបមួយគ្រឿងគឺបើកបរទៅដោយបរិសម្នាក់និងស្ត្រីម្នាក់គឺបានធ្វើការព្យាយាមនៅក្នុងការដេញបុកទៅលើរថយន្តព្រុសខាងលើនឹងដែលបណ្ដាលឲ្យបុកផ្លងផ្ទប់ជាមួយនឹងកង់3មួយគ្រឿងបាទដែលបណ្ដាលឲ្យរងការខូចខាតបាទហើយអ្នកបើកបររថយន្តព្រុសខាងលើគឺបើកបរទៅដោយស្ត្រីម្នាក់ដែលគេបានចោទថាគឺបានតាក់ទងជាមួយនឹងប្តីរបស់គេហ្នឹងបាទក៏បានចុះមកលើរថយន្តហ្នឹងក៏ត្រូវបានភាគីដែលជិះទៅលើរថយន្ត Ford ខាងលើក៏បានព្យាយាមនៅក្នុងការដេញវាយគាត់ដែលបណ្ដាលឲ្យរងរបួសរហូតដល់ពួកក្បាលឯនោះប្រិមិត្តទូទាំងសេជនបាទឥឡូវយើងក៏សូមទៅធ្វើការសម្ភាសន៍នឹងសាកសួរព័ត៌មាននេះខ្លះៗនៅក្នុងចំណុចនាទីតាំងកន្លែងកើតហេតុដើម្បីឲ្យដឹងរឿងទាំងអស់គ្នាប្រិមិត្តបងកុំខ្លាចឥឡូវបងកុំខ្លាចណាបងនេះខ្ញុំខ្លាចនេះខ្ញុំម្នាក់ឯងគេវាយខ្ញុំឡើយទៅថ្ងៃទៅភៀសគាត់ថ្ងៃគ្រៀងគាត់ក៏មិនគេវាយគាត់បានអត់ទេអត់មានវាយបានទេអត់មានវាយទេបានទេវាយបងបានទេបងរឿងដំបងយ៉ាងមិនដែរបងរឿងមិនដែរបងឥឡូវសម្បត្តិពេញមកឡើយកន្លែងនោះហើយដល់ពេលឲ្យគេខ្ញុំអត់ស្គាល់មកគាត់ណាគេទេគាត់ទៅគាត់មកគោះម្នាក់នោះសបាំងមួយបាក់ឡានសនោះវាសបាំងហើយវាមកវាយទៅវាយឡានខ្ញុំពឹងបាក់ឡានខ្ញុំពីមុខនោះហ្មងបាទបងយកប្តីគេយ៉ាងម៉េចអានេះកិច្ចការពុតទេយកប្តីស្អីប្តីវាមកបោកប្រាំងខ្ញុំវិញទីរត់ឆ្លាមមកហើយប្តីវាមកបោកប្រាំងខ្ញុំថាវាមានប្រពន្ធមានអីហ៎ទៅហ្នឹងហើយដល់ទៅពេលឲ្យវាមកព្រួតទៅផ្ទះខ្ញុំទៅអស់វាទៅរៀមឲ្យខ្ញុំធ្វើកិច្ចសន្យាព្រួតទៅផ្ទះខ្ញុំឥឡូវនេះចាប់យកឆ្លាមហើយវាយបងដល់ផ្ទះហ្មងហ្នឹងហើយវាព្រួតវានាំគ្នាទៅវាឲ្យខ្ញុំគម្រាមខ្ញុំឲ្យខ្ញុំហ្នឹងធ្វើផ្ដាច់បែដៃអូមិនបើកឡានដេញបុកបងមកហ្មងនេះហើយគេក៏គម្រាមវាបើកឡានមកបុកខ្ញុំហ្មងបងក៏ចាប់យកហ្មងបាទនេះបងក៏ចាប់យកហ្មងបាទវាកាន់ទៅបងនោះគេវាយខ្ញុំចឹងគេបានគេចាប់ដល់ក្បីវាវាយខ្ញុំបងពុកបាពុកអីប្រិមជននេះបាពុកអស់ហើយបាទឥឡូវបងកំភៃណាសមត្ថកិច្ចមកឡើយបងកំភៃបាទខ្ញុំវាកាន់មិនវាបុកឡានខ្ញុំឡើងតិចអត់អីបងណែមកដាក់ភាពបដិងបងដាក់ភាពបដិងណាបាទអានេះរឿងណែពាក់ព័ន្ធនឹងរឿងតាក់ទងគ្នាយ៉ាងម៉េចយ៉ាងម៉ានយើងអត់ដឹងទេបាទប៉ុន្តែពាក់ព័ន្ធនឹងការបើកបុកខ្ញុំមកផ្ទះវាតែខ្ញុំជុំនៅនោះទេតែវាបើកឡានមកខ្ញុំយកមកណាប្រហែលនេះវាយតែម្ដងបុកឡានយកមកឲ្យឡានផតមិញហ្នឹងហើយឡានផតមិញហ្នឹងមកស្ដាប់មិនពណ៌សទេប្រហែលអ្នកដែលវាយបងមិញប្រហែលអ្នកដែលវាយមិញពីអ្នកប្រយោគគេនេះគេចុះមកគេវាយឡានខ្ញុំដល់តែឡើយមើលឡានខ្ញុំក៏បានដែរជាការពុតតែបងថាទៅបោកលុយខាងប្តីគាត់បងទីច្រើនខ្ញុំអត់មានបណ្ដាបោកអត់ដែរវាមកបោកខ្ញុំស្អាតវាប្រពន្ធមានអីរលែងគ្នាមកបោកអីណាបាយគ្នាអីខ្ញុំបានតែបងប្តីគាត់ដែរហ្នឹងហើយយូរឆ្នាំមកហើយបាទខ្ញុំឲ្យប្តីគាត់មានមកហ៎ខ្ញុំអត់មានមកហើយចាចំใจមកវានិយាយមកវាមកចាត់ប្រកាន់ទៅគេចុះប្តីវាមកព្រមគ្នាគេប្តីវាល្អទៅប្តីវាល្អមកមិនដាក់មកប្រាប់គេដែរបាទមិនគីមកខាងនិយាយចេះវាគីមកខាងនិយាយចេះខ្ញុំមិនទៅប្រាប់បងអីមកផ្ទះវាខ្ញុំជុំខ្ញុំមិនមកប្រាប់បងលេមកផ្ទះគេទេគាត់ចេញពីផ្ទះមកវាយបងមកខ្ញុំមិនដឹងឯងវាចេញមកពីណាវាចេញមកបុកឡានខ្ញុំយកមកហើយខ្ញុំអត់ដែរស្គាល់វាទេហើយខ្ញុំមិនហ៊ានបើកទ្វារខ្ញុំអត់ដែរស្គាល់បងមិនបងប្អូនអីគាត់មកច្រើននេះអញ្ចឹងហ្នឹងហើយពី3នាក់ហ្នឹងគេមកគេវាយទ្វារឡានបងតឯងអញ្ចឹងបងតឯងហ្នឹងហើយឥឡូវណាជាបន្តទៀតបងនឹងទៅដាក់ភាពបដិងអត់បើដាក់ឥឡូវឡានខ្ញុំខ្ទេចឥឡូវទៅមិនទៅបងជួយគេមកយើងអាចដោះស្រាយគ្នាបានបាទនេះករណីដែលបើករថយន្តមកបុកនឹងប្រើប្រាស់អំពើហិង្សាវាគឺជាបទល្មើសព្រហ្មទណ្ឌប្រិមត្តទូទាំងជនយើងបាទនេះរថយន្តដែលត្រូវបានរថយន្ត Ford ខាងលើមួយគ្រឿងមិញក៏ត្រូវបានបើកបំបុកពីខាងក្រោយប្រិមត្តទូទាំងជនបាទនេះបុកតិចបាទនេះលោកបើកទៅនេះបុកអូកង់3មួយទៀតបាទនេះប្រិមត្តទូទាំងជនហើយបាយតិចអស់លីងនេះដល់ហើយវាជីបងខ្ញុំជិះរត់មកតើនេះវាបាយកញ្ចក់ខ្ញុំអានេះឡើងតិចហើយលើវាបើទៅរត់ដាច់មកខ្ញុំវាក្រោយមកបើកបុកឲ្យចុងអ្វីឡើងណាបាយតែមនុស្សទៀតហ្នឹងហើយវាឲ្យតែបាយខ្ញុំពេញទៀតហ្នឹងទាំងអស់មានប្រពន្ធវាហ្នឹងវាកាន់ទៅបងមកបាយខ្ញុំទាំងអស់ស្រុកទៅប្រហែលអ្នកបាយហ្នឹងមកទាំងបងបាយនេះឡើយពេលពួកឯងមកគេរត់បាត់អស់លេងហ្នឹងខ្ញុំដល់គេឲ្យខ្ញុំចាយបាយបើគេបាយខ្ញុំចឹងរហូតនេះបាទឥឡូវជាបន្តទៀតបងទៅដាក់ភាពបដិងអត់ហ្នឹងហើយឡើយបាយជួយកិនខ្ញុំត្រូវធ្វើឲ្យបើឡានខ្ញុំគឺតែអត់ចឹងអត់អីទេបងដាក់ភាពបដិងណាអានេះណាបើបងមានពាក់ព័ន្ធរឿងអីផ្សេងជាមួយនឹងគាត់អាហ្នឹងជារឿងផ្សេងប៉ុន្តែបើសិនជាគាត់មកបើកបុកបងនឹងក៏ដូចជាណែបកហឹង្សាមកកាន់បងនេះវាច្បាប់ល្មើសព្រំតនបងអាចដាក់ភាពបដិងបានបាយទៅបងឡាក់បាយខ្ញុំទាំងអស់ហ្នឹងបាយខ្ញុំទៅពេញខ្លួនទាំងអស់ហ្នឹងបាទហើយលើផ្ទះបងនោះណាខ្ញុំស្ទើរមិនចៃ
កាន់ស្ទឹងជ័យនេះអញ្ចឹងគាត់ដេញបងពីចំណុចណាមកដែរមិញហ្នឹង Tiếng một nơi nhom chụp một nơi biết đây biết buồn cái này máu bay nhom vô mà biết căn từ bỏ máu bay nhom vô mà អញ្ចឹងទៀតអ្នកដែលវាយបងហ្នឹងគឺនំដុំហ្នឹងដែរ là ngày បាទមិញយ៉ាងមិនដែរណែបែបបងឃើញហេតុការណ៍ដំបូងគឺយ៉ាងមិនដែរមិញហ្នឹង បងខ្ញុំពងហើយនៅlạiហាងកាត់សក់ហើយបងខ្ញុំហាងកាត់សក់នៅនឹងពេលខ្ញុំពងហូបអង្គុយមុខហ្នឹងអញ្ចឹងខ្ញុំឃើញឡានព្រុសមួយហើយ Ford ពណ៌សមួយមកបុកឡានព្រុសហ្នឹងយកហ្មង បានន័យថា Ford ហ្នឹងគឺដេញបុកលើឡាន បាទលន់ទ្រូងខ្ញុំចេញមកមើលក៏ឃើញគាត់ដេញវៃរត់ចូលតូប អូដេញវៃបងស្រីម្នាក់ហ្នឹងគឺរត់ចូលតូបហ្នឹង បាទតែខ្ញុំដឹង អ្នកដេញវៃហ្នឹងគឺមានស្រីម្នាក់ប្រុសម្នាក់ ស្រីប្រុសម្នាក់ស្រី2នាក់បង អូមានស្រី2នាក់ប្រុសម្នាក់ បាទកាន់ដបងមួយ កាន់ដបងដេញវៃគាត់មកបងស្រីអាវលឿងហ្នឹងណា មួយទៀតកាន់ដុំរៀងខ្មៅ វៃទៅខ្លាំងហ្នឹងមិញហ្នឹង ពកក្បាលគាត់ហ្នឹងបង ពួកក្បាលហ្នឹង បាទតែខ្ញុំអត់ដឹងថារឿងរ៉ាវគាត់មិនខ្ញុំអត់ដឹងទេតែខ្ញុំឃើញករណីមិញគឺគាត់បុកឡានហ្នឹងហើយគឺគាត់ចុះវៃមក បើបុកឡានទៅចុះវៃបងនេះ បាទបងបាទ បរិះលឿនគាត់ជិះរៀន Ford នេះ Ford ពណ៌សបង បាទប៉ុន្តែរឿងរ៉ាវយ៉ាងម៉េចគឺយើងអត់ដឹងទេ ខ្ញុំអត់ដឹងដែរបងព្រោះខ្ញុំកំពុងអង្គុយនៅមុខហាងកាត់សក់ហ្នឹងឃើញគាត់បើកមកបុកយកហើយ បងបុកយកហ្មងនេះ បាទបុកយកហើយខ្ញុំចេញមកមើលគឺឃើញបងស្រីអាវលឿងហ្នឹងគាត់រត់ចូលផ្ទះនេះហើយមានបង 3-4 នាក់គាត់រត់ដេញវៃនៅហ្នឹង បាទ ហើយខ្ញុំចូលខាត់គាត់ដែរតែ 3នាក់ដេញវៃម្នាក់អញ្ចឹង បាទបងបាទតែអត់ដឹងរឿងរ៉ាវគាត់មិនខ្ញុំអត់ដឹងទេបង បាទអរគុណ អរគុណបាទ បាទប្រិមត្តជនយើងឥឡូវគឺត្រូវបានកម្លាំងសមត្ថកិច្ចគឺនាំស្ត្រីខាងលើទៅដាក់ពាក្យបណ្ដឹងបើធ្វើការកោះហៅភាគីមកខាងទៀតយកមកធ្វើការសួរនាំក៏ដូចជាបន្តនីតិវិធីទៅតាមផ្លូវច្បាប់ផងដែរប្រិមត្តទូទស្សនិកជនយើងបាទ Sấy nắng bay nhung បងស្រីរឿងហេតុយ៉ាងម៉េចដែរបងស្រី គាត់ចង់យ៉ាងម៉េចទៀតឲ្យគាត់មកនេះគាត់នេះឲ្យគាត់មកគាត់ចង់យ៉ាងម៉េចអើកុំបាយគ្នាបងស្រីតើបងយ៉ាងណីបើជួបចាក់ទៀត បងរឿងយ៉ាងម៉េចដែរបងស្រីអាចជួយបងស្រីទៅបានទេ ខ្លាចបងបោះស្រាយមកបងយាយមកម៉ាត់ទៅតាមច្បាប់ទៅបានបាទទុកធ្វើតាមច្បាប់ទៅតែមិនសាច់ដែរទៅជាមួយនឹងប្តីគេទាំងដែលដឹងលឺឲ្យថាគេមានប្រពន្ធមានកូនហើយក៏បានធ្វើកិច្ចសន្យាបញ្ចប់ទំនាក់ទំនងទាំងអស់ បាទបងបាទ តែគាត់នៅតែមកតាមរញ៉េរញ៉ៃនឹងគម្រាមកំហែងរហូត អូ គាត់មកចាំនៅកន្លែងផ្លូវផ្ទះនោះតាំងពីម៉ោង 6 កន្លះល្ងាច បាទ ហើយបើសិនជាអត់ឲ្យលុយគាត់ទៀតទេគឺគាត់គម្រាមដុតផ្ទះខ្ញុំដុតឡានខ្ញុំរោយឆាងគ្រួសារខ្ញុំទាំងអស់ ចាំខាងណាបងស្រី ចា គាត់មកចាំឡានហ្នឹងចាំខាងណា គាត់ចាំនៅកន្លែងខាងនោះនៅចិត្តផ្ទះខ្ញុំហ្នឹងហ្មងគឺគាត់ឃ្លាំចាំមើលថាតើគ្រួសារខ្ញុំហ្នឹងមានទៅធ្វើតឡាតាមផ្លូវណាគឺគាត់ចាំតាមរហូតហើយគាត់តាមឲ្យគឺគាត់គម្រាមកំហែងគឺជំរិតទាលុយរហូត ចុះពាក់ព័ន្ធករណីខាងលើហ្នឹងគឺដោយសារតែគាត់ហ្នឹងមានពាក់ព័ន្ធជាមួយនឹងប្តីខាងណាដែរបងអាចបញ្ជាក់ទេ គាត់ពាក់ព័ន្ធជាមួយនឹងប្តីខ្ញុំ បាទអញ្ចឹងយល់បងអញ្ចឹង ចុះគាត់បញ្ជាក់មកអ្នកពុំមែនគាត់ថាមុនថាប្តីបងជាយើងបោកប្រាស់គាត់ចេះមួយចេះពីរនោះបង ខ្ញុំអត់ដឹងថាតំណែងគាត់បែបណាអញ្ចឹងខ្ញុំទៅតាមផ្លូវច្បាប់ថាតើតំណែងគាត់ស៊ីជំរឿបែបណាព្រោះអីខ្ញុំនឹងក្រុមគ្រួសារគឺខ្ញុំបានដឹងហើយក៏បានបញ្ចប់រឿងច្រើនឆ្នាំហើយ បាទបងបាទ គាត់បានធ្វើកិច្ចសន្យាលក្ខណៈអូខេ បាទបងបាទ ចាតាមផ្លូវច្បាប់អូខេទៅតាមផ្លូវច្បាប់ចង់ទៅផ្លូវណាទៅផ្លូវណាព្រោះយើងជាប្រពន្ធទ្របច្បាប់អូខេណា បាទភ្លាមក៏យើងឃើញថាក៏មានវត្តមានរបស់កម្លាំងសមត្ថកិច្ចក៏ដូចជាកម្លាំងកងរាជវុធហត្ថគឺបានចូលមកដល់ត្រង់នឹងចំណុចនឹងទីតាំងកន្លែងកើតហេតុខាងលើនេះផងដែរយោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុផ្ទាល់បាទគឺយើងបានធ្វើការសម្ភាសនឹងសាកសួរភាគីទាំងសងខាងប្រិមិត្តអញ្ចឹងយើងខ្ញុំជាអ្នកសារព័ត៌មានយើងមិនមានសិទ្ធិនៅក្នុងការវិនិច្ឆ័យថាខាងណាខុសខាងណាត្រូវនោះទេអញ្ចឹងសូមឲ្យបងប្អូនយើងពិចារណាទៅតាមការគួរទៅចោះហើយយ៉ាងណាមិញយើងឃើញថាគឺភាគីខាងប្រពន្ធដើមខាងលើគឺបានចោទប្រកាន់ទៅលើស្ត្រីដែលបានបើកបររថយន្តព្រុសខាងលើនេះគឺបានព្យាយាមនៅក្នុងការតាក់ទងជាមួយនឹងប្តីរបស់គាត់ហើយក៏មានកិច្ចសន្យាផ្សេងនៅក្នុងការឈប់ឲ្យមានការតំណាក់តំណងប៉ុន្តែស្ត្រីខាងលើក៏នៅតែព្យាយាមនៅក្នុងការតាក់ទងជាមួយនឹងប្តីរបស់គាត់ប៉ុន្តែបើតាមការបញ្ជាក់និងការលើកឡើងរបស់ស្ត្រីដែលជិះរថយន្តព្រុសខាងលើនោះបាទហើយគឺគាត់មករកបុរសដែលជាបានន័យថានៅក្នុងការតំណាក់តំណងស្នេហាជាមួយនឹងបុរសខាងលើហ្នឹងគឺនៅក្នុងគោលបំណងអីនោះក៏យើងមិនតាន់អាចបញ្ជាក់ជូនប្រិមិត្តបានតែប៉ុន្តែបើគាត់បានបញ្ជាក់ថាគឺបុរសខាងលើហ្នឹងគឺបានព្យាយាមនៅក្នុងការបោកគាត់បាទមិនដឹងថាគាត់មកហ្នឹងគឺគាត់មកនៅក្នុងគោលបំណងទៀមទារឿងអ្វីមួយនោះគឺយើងមិនតាន់អាចបញ្ជាក់ជូនទៅកាន់ប្រិមិត្តទូទស្សនិកជនបាននៅឡើយនោះទេយើងមានតែទុកឲ្យកម្លាំង
សមត្ថកិច្ចក៏ដូចជាកម្លាំងកងរាជអាវុធហត្ថលោកធ្វើការជំនួយពាក់ព័ន្ធនៅក្នុងករណីខាងលើនេះបាទយ៉ាងណាមិញគឺការតាក់ទងបាទគ្នាបាទរឿងស្នេហារឿងអីនោះវាផ្សេងបាទគឺបទល្មើសដែលដេញបុករថយន្តនិងឈានទៅដល់ការប្រើប្រាស់អំពើហិង្សានេះវាគឺជាបទល្មើសព្រំប្រទានមួយប្រិមត្តទូទាំងជនបាទអញ្ចឹងគឺសូមឲ្យបងប្អូនយើងពិចារណាទៅតាមការគួរបាទហើយបើសិនជាបាទស្ត្រីខាងលើនឹងបានព្យាយាមតាក់ទងជាមួយនឹងប្តីរបស់គាត់បាទស្រីខាងលើនោះមានយើងគួរតែមានការដោះស្រាយទៅតាមប្រព័ន្ធផ្លូវច្បាប់ផ្សេងបាទយើងមិនត្រូវនៅក្នុងការបើករថយន្តបាទដេញបំបុកហើយចុះមកវាយប្រើប្រាស់អំពើហិង្សាផ្សេងទៀតបាទនេះគឺជាបទល្មើសព្រំប្រទានប្រិមត្តទូទាំងជនបាទឥឡូវយើងទុកឲ្យកម្លាំងសមត្ថកិច្ចលោកធ្វើការបន្តបន្ថែមនិងយកស្ត្រីខាងលើដែលជារថយន្តព្រុសខាងលើនេះយកទៅធ្វើការដាក់ពាក្យបណ្ដឹងបាទហើយដើម្បីទៅធ្វើការសួរនាំបាទដើម្បីធ្វើការទៅតាមនីតិវិធីទៅតាមច្បាប់ផងដែរខ្ញុំបាទទេពុនធ្វើសេចក្តីរាយការណ៍សូមអរគុណសូមគោរពលាទឹកចិនសិនម៉ាក់អ៊ីពូកែស័ក្តិសិទ្ធិក្នុងការជួយសម្រួលសម្រាលបងប្អូនដែលមានអាការៈឈឺសន្លាក់រ៉ាំរ៉ៃបញ្ហាក្រពះពោះវៀនគេងមិនសូវលក់ខ្សោយកម្លាំងទុនដៃទុនជើងឧស្សាហ៍ឈឺកុសខ្យល់ញឹកញាប់ឧស្សាហ៍ទល់ខ្យល់តែងតែឈឺក្បាលជាប្រចាំនិងជាពិសេសសម្រាប់ស្ត្រីរាំងរដូវឬរដូវមុខមិនសូវទៀងនិងអាការៈជំងឺជាច្រើនមុខទៀតជាផលិតផលដែលមានការទទួលស្គាល់ពីក្រុមហ៊ុនធានារ៉ាប់រង Samsung ទទួលស្គាល់ពី FDA របស់សហរដ្ឋអាមេរិកទទួលស្គាល់ដោយក្រសួងខ្មែរនិងក្រសួងកូរ៉េនិងមាន GMP ទទួលស្គាល់រួចរាល់ព្រមទាំងស្ថាប័នធំជាច្រើនទៀតមួយកេសតម្លៃ$38 ហ្វ្រីសេវាជូនពុកម៉ែបងប្អូនទូទាំងប្រទេសកម្ពុជា